Ngàyនេះគឺខ្ញុំមកបង្ហាញអំពីវិធីចំណេញប្រេងអូលីវដែលយើងប្រើប្រេងអូលីវនេះយកមកបំពងខ្ទឹមតុកហើយខ្ទឹមនេះគឺយើងបំពងតុកចឹងទៅក៏យើងប្រើស្រួលដែរនៅពេលដែលយើងត្រូវការគឺយើងយកមកប្រើតែម្ដងហើយយើងធ្វើឲ្យយើងទុកឲ្យយូរយ៉ាងណាក៏វាអត់ខូចដែរសម្រាប់ខ្ទឹមបងប្អូនត្រាំទឹកវាហើយបកសម្បកវាឲ្យល្អិតចឹងទៅហើយយើងប្រើជាមួយនឹងប្រេងអូលីវតែបើសិនជាបងប្អូនមិនចង់ប្រើជាមួយនឹងប្រេងអូលីវទេបងប្អូនអាចប្រើប្រេងឆាធម្មតាក៏បានដែរស្រេចតែចំណូលចិត្តរបស់យើងក៏ប៉ុន្តែបើសិនជាយើងប្រើប្រេងអូលីវនេះគឺយើងយកមកចៀនខ្ទឹមនេះហើយបំពងខ្ទឹមនេះហើយគឺយើងអាចទុកប្រើនៅពេលក្រោយបានទៀតដូចជាធ្វើម្ហូបផ្សេងៗដូចជាឆាឬមួយក៏ស្លអីចឹងទៅខ្លាញ់ហ្នឹងគឺប្រេងអូលីវហ្នឹងគឺវាមានក្លិនឈ្ងុយជាប់ជាមួយនឹងខ្ទឹមបំពងតែម្ដងហើយបំពងខ្ទឹមហ្នឹងបងប្អូនប្រើភ្លើងតិចតិចបងប្អូនកុំប្រើភ្លើងខ្លាំងដោយសារតែប្រើភ្លើងខ្លាំងគឺខ្ទឹមយើងអត់ក្រៀមល្អទេហើយទៅពេលវាក្រៀមគឺយើងស្រស់ហើយបងប្អូនយកខ្លាញ់ហ្នឹងយកប្រេងអូលីវហ្នឹងទៅទុកប្រើនៅពេលក្រោយទៀតបានហើយប្រេងហើយខ្ទឹមរបស់យើងនេះបំពងហើយបងប្អូនដាក់ក្នុងកែវអីស្អាតចឹងទៅបងប្អូនចង់ទុកក្នុងទូក៏បានទុកក្នុងក្រៅក៏បានហើយបងប្អូនមើលនេះគឺខ្ញុំបំពងហើយគឺប្រេងអូលីវរបស់យើងគឺនៅតែល្អនៅឡើយវិធីសាស្ត្រនេះគឺចំណេញពេលហើយចំណេញទាំងប្រេងអូលីវទៀតយើងបំពងខ្ទឹមហើយនៅតែប្រើបានទៀត